បាទសូមគ្រប់នឹងជម្រាបសួរទូរទស្សនិកជននៅកំពុងទស្សនាទូរទស្សន៍ហងមាស HD TV ជាទីគោរពរាប់អានបាទថ្ងៃនេះយើងខ្ញុំជួបអស់លោកអ្នកសាជាថ្មីជាថ្ងៃចុងសប្តាហ៍នឹងជម្រាបជូនព័ត៌មានតនហេតុការណ៍បន្តទៅទៀតហើយរួមទាំងសេចក្តីរាយការណ៍ព័ត៌មានតាមបណ្ដាខេត្តដោយភ្នាក់ងារយកព័ត៌មានប្រចាំការនៅខេត្តនីមួយៗបាទថ្ងៃនេះគឺថ្ងៃ7រោចខែមិញឆ្នាំម្សាញ់បញ្ញស័កពុទ្ធសករាជ2557ត្រូវនឹងថ្ងៃសុក្រទី21បាទខែកុម្ភៈឆ្នាំ2014ត្រូវជាថ្ងៃទិវាហៅថាមេដាទារកនិងកុមារណាអន្តរជាតិបាទដូច្នេះសូមជូនវិរៈទៅលោកបត្រាបន្តជម្រាបជូនមេតិការសំខាន់ព្រឹកនេះបាទសូមជើញបាទសូមអរគុណលោកសុខាទូរទស្សនិកជនជាទីគោរពនិងជាទីមេត្រីរឿងដែលសំខាន់នៅព្រឹកនេះគឺប្រមុខរដ្ឋាភិបាលដាក់បទបញ្ជាឲ្យឈប់កោសរស់យកថ្លៃសេវាក្រៅច្បាប់និងព្រមានចាប់ប្រធានផ្សារករណីអ្នកផ្ញើកង់ម៉ូតូឡានយកថ្លៃលើកំណត់បាទរីឯរឿងទីបន្តនោះគឺខេត្តនៅក្នុងខេត្តស្វាយរៀងគឺពេទ្យសត្វចុះចាប់សាច់នៅផ្សារស្វាយជ្រុំធ្វើឲ្យក្រុមអាជីវករមួម៉ៅបាទជាបន្តបន្ទាប់ហើយដល់ឡែកបាទរាជរដ្ឋាភិបាលបានផ្លាស់ប្ដូរសមាជិកភាពគណៈកម្មការដោះស្រាយបាតុកម្មកោតកម្មគ្រប់មុខសញ្ញាជាថ្មីបាទព្រមទាំងព័ត៌មានផ្សេងរួមទាំងសេចក្តីរាយការណ៍ពីបណ្ដាខេត្តមួយចំនួននាទីបន្តលោកសុខានឹងជម្រាបជូននៅព័ត៌មានពិស្ដាសូមអញ្ជើញមុនដំបូងគឺព័ត៌មានពាក់ព័ន្ធទៅនឹងការដែលរដ្ឋាភិបាលសម្រេចកែសម្រួលសមាជិកភាពគណៈកម្មការសម្រាប់ដោះស្រាយបាតុកម្មកោតកម្មគ្រប់មុខសញ្ញាទាំងអស់គ្រប់មុខសញ្ញាតាមខ្ញុំយល់គឺបាតុកម្មពាក់ព័ន្ធទៅនឹងរឿងកម្មករកម្មការិនីបាតុកម្មនយោបាយបាតុកម្មបញ្ហាសិទ្ធិមនុស្សជាដើមគ្រប់មុខសញ្ញាណាយោងតាមសេចក្តីសម្រេចរបស់រដ្ឋាភិបាលគឺបានឲ្យដឹងថាសមាជិកភាពគណៈកម្មការសម្រាប់ការដោះស្រាយបញ្ហាកោតកម្មបាតុកម្មតាមគ្រប់គេហៅថាមុខសញ្ញានោះគឺថាមានប្រធាន1រូបនិងអនុប្រធានចំនួន13រូបហើយសមាជិកចំនួន35រូបទៀតបាទចង់ច្រើនណាស់បាទឥឡូវនេះខ្ញុំបាទជម្រាបត្រួសថាតើសមាជិកភាពជាប្រធាននិងអនុប្រធាននិងសមាជិកនោះគឺថាមានអាយដាមឬក៏ថ្នាក់ដឹកនាំរូបណាខ្លះបាទអាដាមអ៊ិតសំហេងរដ្ឋមន្ត្រីក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈត្រូវបានសម្ដេចនាយករដ្ឋមន្ត្រីសម្រេចឲ្យធ្វើជាប្រធានគណៈកម្មការនេះហើយបន្តមកទៀតគឺមានអាដាមពេជ្រសុភ័ណ្ឌរដ្ឋលេខាធិការក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈអាដាមព្រំសុខារដ្ឋលេខាធិការក្រសួងមហាផ្ទៃអាដាមអែលវ៉ាន់សារ៉ាតបាទរដ្ឋលេខាធិការក្រសួងការពារជាតិអាដាមស្វាយស៊ីថារដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រីអាដាមប៉ុលសរឿនអគ្គមេបញ្ជាការកងយុទ្ធពលខេមរៈភូមិន្ទអាដាមនេតសវឿនអគ្គស្នងការនគរបាលជាតិអាដាមសៅសុខាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេសអាដាមហ៊ុនម៉ាណែតបាទអាដាមប៉ាសុជាតិវង្សអភិបាលរាជធានីភ្នំពេញអាដាមអោកបុងបាទរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្មអាដាមហ៊ីងប៊ុនហៀងនាយរងគុតកាឡៃសម្ដេចនាយករដ្ឋមន្ត្រីអាដាមសយស៊ីផុនបាទរដ្ឋលេខាធិការក្រសួងសង្គមកិច្ចអតីតយុទ្ធជននិងយុវនីតិសម្បទាអាដាមអ៊ុំមានរដ្ឋលេខាធិការក្រសួងការងារបណ្ដុះបណ្ដាលវិជ្ជាជីវៈជាអនុប្រធានបាទអញ្ចឹងចំនួនដែលខ្ញុំរៀបរាប់អំបញ្ញមិញនេះគឺជាអនុប្រធាននៃគណៈកម្មការសម្រាប់ដោះស្រាយបញ្ហាកោតកម្មបាតុកម្មគ្រប់មុខសញ្ញាទាំងអស់ហ្នឹងហើយចំណែកឯ35រូបទៀតនោះគឺថាជាសមាជិកបើខ្ញុំរៀបរាប់ឈ្មោះទៅ1ម៉ោងហ្នឹងគឺថាចំអត់ទេអញ្ចឹងនេះគឺជាដំណឹងថ្មីមួយសម្រាប់បងប្អូនទូទៅដែលពាក់ព័ន្ធមានន័យថារាជរដ្ឋាភិបាលគឺកែសម្រួលគណៈកម្មការដោះស្រាយបញ្ហាកោតកម្មបាតុកម្មនោះជាថ្មីប្រហែលជារាជរដ្ឋាភិបាលគិតថាគណៈកម្មការចាស់នោះដោះស្រាយបញ្ហាមិនទាន់មានប្រសិទ្ធភាពនៅឡើយហើយពេលខ្លះទៅខ្វះគេហៅថាខ្វះគ្រប់ពីស្ថាប័នផ្សេងមកចូលរួមពីព្រោះពីមុនដូចជាមិនសូវមានផ្នែកខាងកងទ័ពផ្នែកខាងរាជអាវុធហត្ថឬក៏ផ្នែកខាងផ្សេងនៅទៅទៀតណាអញ្ចឹងមានតែក្រសួងការងារបណ្ដុះបណ្ដាលវិជ្ជាជីវៈនិងក្រសួងសង្គមកិច្ចអីជាដើមអញ្ចឹងទៅអញ្ចឹងវាកាលណាវាខ្វះអន្តរវិស័យឬក៏ពហុជំនាញអញ្ចឹងកិច្ចការងារដោះស្រាយហ្នឹងវាអាចមានការយឺតយ៉ាវឬក៏មិនអាចដោះស្រាយចេញបាទអញ្ចឹងខ្ញុំបាទជូនប៉ុណ្ណឹងជាការសម្រេចដើម្បីកាត់បន្ថយការធ្វើបាតុកម្មនិងការប៉ះទង្គិចគ្នារហូតដល់មានហិង្សាកើតឡើងក្នុងរឿងកោតកម្មបាតុកម្ម
ហើយករណីកោតកម្មបាតកម្មយើងខ្ញុំបានជំរាបជូនកាលពីម្សិលមិញនេះពីក្រសួងមហាផ្ទៃថាមានចំនួន842លើកកាលពីឆ្នាំ2013កន្លងទៅហើយដែលនាំឲ្យមានការប៉ះទង្គិចគ្នារហូតដល់ស្លាប់នោះ6នាក់ហើយរងរបួសជាង100នាក់ទៀតបាទសូមអនុញ្ញាតបញ្ចប់ត្រឹមនឹងហើយចំពោះការចរចាអំពីប្រាក់ឈ្នួលដល់កម្មករកម្មការិនីនៅមិនទាន់មានព័ត៌មានវិវត្តនៅឡើយទេគឺមានន័យថាត្រឹងបាទសូមអរគុណលោកបត្រាបាទអរគុណលោកសការឿងបន្តនៅក្នុងខេត្តបន្ទាយមានជ័យបាទរថយន្តក្រុងដឹកអ្នកដំណើរបាទគេហៅថាធ្វើដំណើរពីរាជធានីភ្នំពេញទៅកាន់ខេត្តបន្ទាយមានជ័យហើយក្នុងនោះគឺឆ្លងកាត់ខេត្តផ្ទាល់តែម្ដងគឺត្រូវបានសមត្ថកិច្ចលោកចាប់បាននេះឈើក្រញូងបាទនៅពីក្រោមពោះរថយន្តកន្លែងគេដាក់ឃ្លុបអីវ៉ាន់ណាបាទដាក់ឃ្លុបអីវ៉ាន់នៅខេត្តកពតបរសេនុអីដែរណាហ្នឹងភាសាម្ដងឥឡូវគេមានគេហៅថាជ្រកក្រោមគេថាស្លាកសញ្ញារថយន្តក្រុងលាប់ឡើងវិញនឹងឲ្យវាអាចអញ្ចឹងណាព្រោះវាច្រើនគឺខាងឈ្មួញគាត់មិនដែលថាឲ្យសមត្ថកិច្ចចាប់បានទេជួនកាលដាក់នៅក្នុងកាងរថយន្តពេលខ្លះក៏ដាក់នៅក្នុងទ្រុងរថយន្តឬក៏គ្រប់លក្ខណៈតាមបច្ចេកទេសដែលគេអាចធ្វើទៅបានបាទហើយរថយន្តដឹកកញ្ញុងបាទចំនួន87ដុំបាទច្រើនដែរស្មើនឹងជាង1ម៉ែត្រគូបទម្ងន់ជាង1តោនត្រូវបានសមត្ថកិច្ចរដ្ឋបាលព្រៃឈើខេត្តបន្ទាយមានជ័យចាប់បាននៅវេលាម៉ោង6ព្រឹកបាទថ្ងៃទី20ម្សិលមិញបាទនៅតាមបណ្ដោយផ្លូវជាតិលេខ5នៅមុខមន្ទីរហិរញ្ញវត្ថុខេត្តស្ថិតនៅភូមិក្បាលស្ពានសង្កាត់ព្រះពន្លាក្រុងសេរីសុភ័ណ្ឌបាទនៅខេត្តបន្ទាយមានជ័យនោះហើយលោកជាផលីដែលជានាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តបន្ទាយមានជ័យលោកបានប្រាប់មកខាងយើងថារថយន្តមួយគ្រឿងប្រភេទរថយន្តក្រុងហ្នឹងបាទដឹកឈើក្រញូងខុសច្បាប់នេះគឺបានបើកឆ្លងកាត់ខេត្តបន្ទាយមានជ័យហើយត្រូវបានមន្ត្រីខណ្ឌរដ្ឋបាលសហការនឹងសការដ្ឋបាលព្រៃឈើបានស្ទាក់ចាប់នៅព្រំប្រទល់ស្រុកកលាញ់បាទខេត្តសៀមរាបអូនោះសៀមរាបនោះវិញបានឲ្យបានដេញរហូតដល់រថយន្តសង្ស័យបានបើកកិច្ចផ្លូវទៅឲ្យប៉ែតរវងមូលព្រះនារាយវិញបានបត់ទៅផ្លូវខេត្តបាត់ដំបងហើយបានខាត់តែរថយន្តបានតែមួយគ្រឿងប្រភេទរថយន្តក្រុងហ្នឹងដែលពាក់ស្លាកលេខភ្នំពេញ 3B9241 តែអ្នកបើកបរនោះគឺកិច្ចខ្លួនបាត់ស្មៅទៅហើយមិនអាចចាប់បានទេគាត់យប់អញ្ចឹងអាចយើងមិនអាចស្វែងរកគាត់ទេគាត់រត់ទៅណាយើងក៏មិនដឹងដែរហើយតេតិននឹងករណីនេះគឺក្រោយពីខាត់រថយន្តបាននោះគឺខាងក្រុងក៏ដូចជាខាងរដ្ឋបាលព្រៃឈើបានធ្វើការឆែកឆេរបាទឃើញថាមានប្រភេទឈើកញ្ញុងរហូតដល់87ដុំដូចបានរៀបរាប់ខាងលើអញ្ចឹងហើយបើនិយាយពីទម្ងន់គឺស្មើប្រមាណជាគិតជាគីឡូក្រាមវិញគឺ1531គីឡូក្រាមហើយក៏បានបញ្ជូនទៅកាន់សាលាដំបងខេត្តដែរដើម្បីចាត់ការទៅតាមផ្លូវច្បាប់ពីព្រោះថារថយន្តនោះគឺបើកមកទៅតាមចាប់នោះដល់នៅខាងនេះសៀមរាបស្រុកកលាញ់បាទស្រុកកលាញ់ហើយអញ្ចឹងទេគឺកន្លងមកខាងអាជ្ញាធរលោកបានចាប់មិនថាមិនចេះអត់ទេគឺគ្រប់កន្លែងតែម្ដងវាគ្រប់ខេត្តគាត់ថាពេលខ្លះក៏រឿងស្ងាត់ទៅពេលខ្លះក៏មានជាការដាក់គេហៅថាលួចលាក់ពីខាងមន្ត្រីសមត្ថកិច្ចទោះបីយ៉ាងណាក៏ដោយក៏ខាងសមត្ថកិច្ចលោកនៅតែគេហៅថាកំណត់មុខសញ្ញាបានដែរក្នុងការដឹកជញ្ជូនយកទៅកាន់ពីខេត្តមួយទៅកាន់ខេត្តមួយពីរាជធានីមួយទៅកាន់ខាងព្រំដែនដើម្បីលក់ចេញបន្តទៀតបាទអរគុណចូលរឿងមួយទៀតលោកវត្រាពាក់ព័ន្ធទៅនឹងរឿងនៅព្រៃវែងស្វាយរៀងម្ដងរឿងពេទ្យសត្វលោកអញ្ជើញចុះទៅបាញ់ថ្នាំអីចឹងទៅដែរណាហើយចាក់ថ្នាំមិនចាក់ថ្នាំនេះចាប់ទៅជ្រូកមកអញ្ចឹងហ្នឹងបាទអញ្ចឹងសូមអញ្ជើញបាទរឿងនេះគឺអាជីវករនៅក្នុងផ្សារស្វាយជ្រុំបាទផ្សារជ្រុំជាប់នឹងស្រុកកំពង់ត្បែកដែរណាបាទលោកស្រាប់ថាស្គាល់ហើយព្រៃវែងយើងព្រៃវែងស្វាយរៀងបាទតែដីនឹងហើយបានសម្ដែងនៅការខឹងសម្បាជាខ្លាំងមួម៉ៅទៀតបាទដោយសារចំពោះមន្ត្រីពេទ្យសត្វដែលចុះទៅចាប់យកសាច់គោនិងសាច់ជ្រូករបស់គាត់ដែលពួកគាត់កំពុងតែដាក់លក់នៅក្នុងផ្សារដោយពុំបានប្រាប់ពីមូលហេតុនឹងគ្មានលិខិតដកហូតអ្វីតតែសោះទៀតចាំមើលនឹងគាត់ចាំមើលខាងម៉េចខាងភ្នាក់ងារយើងលោកវិសិទ្ធលោកបានផ្ញើមកហើយសកម្មភាពការចុះចាប់សាច់ជ្រូកនិងសាច់គោនេះគឺបានធ្វើឡើងកាលពីថ្ងៃម្សិលមិញដែរព្រឹកម្សិលមិញហើយស្ថិតនៅក្នុងផ្សារស្វាយជ្រុំបាទជាប់នឹងព្រំប្រទល់ខេត្តព្រៃវែងហើយបើតាមការលើកឡើងរបស់លោកប៉ែនចន្ទធីដែលជាប្រធានការិយាល័យផលិតកម្មនិងបសុព្យាបាលខេត្តណែខាងលោកបសុព្យាបាលលោកឆ្លើយតបមកវិញណាកន្លងមកអាជីវករទាំងនេះគឺបានលួចកាប់សាច់គោនិងសាច់ជ្រូកនៅតាមផ្ទះរបស់ខ្លួនដោយមិនព្រមចូលទៅកាប់នៅក្នុងទីសត្វកិច្ចនោះទេហេតុនេះទើបលោកផាន់វាសនាព្រះអាជ្ញារងអមស្រានដំបងខេត្តដឹកនាំកម្លាំងសត្វពេទ្យសត្វស្រុកខេត្តចុះទៅចាប់យកដើម្បីឲ្យក្រុមអាជីវករទាំងនោះចូលមកដោះស្រាយនិងធ្វើការផាកពិន័យអញ្ចឹងវិញណា
ចាប់ដើម្បីឲ្យម្ចាស់ហ្នឹងទៅដោះស្រាយ ហ្នឹងហើយឥឡូវចាំមើលខាង គីឡូទៀតនោះ ហ្នឹងហើយថ្លឹងគីឡូហ្នឹងខាងសាច់ជ្រូកសាច់ជ្រូកសាច់គោ15គីឡូហើយសាច់ជ្រូកនោះ37គីឡូបាទហើយតម្លៃជាការឆ្លើយតបខាងអាជីវករអ្នកស្រីស៊ុនវឺតបានឲ្យដឹងថាមូលហេតុដែលពួកគាត់ឈប់យកគោទៅកាប់ជ្រូកឈប់យកគោនិងជ្រូកទៅកាប់នៅក្នុងទីសារធាតុបាទនៅដោយសារតែពួកគាត់មានទំនាស់ជាមួយនឹងម្ចាស់ឡទីសារធាតុហ្នឹងសម្រាប់គេហៅថាដុតគោកោស្បែកគោអីផ្សេងៗហ្នឹងកន្លែងគេធ្វើគោណាទីសារធាតុហ្នឹងហើយខាងម្ចាស់ឡឈ្មោះរតនាហៅគង់ជាទាហានបានដែលបានចាប់ជ្រូករបស់ពួកគាត់ដោយគ្រាន់តែគ្មានត្រាពីពេទ្យសត្វអូចឹងវិញបានហើយជួលសាច់ជ្រូកហើយជួនកាលនោះគឺសាច់ជ្រូកពួកគាត់ហ្នឹងលក់អសល់ហើយវាលុបត្រាក៏លុបត្រានៅលុបត្រាយ៉ាងនេះថាដល់ពេលដែលយើងទៅខាងគេយកទៅធ្វើជ្រូកហ្នឹងយកទៅធ្វើទីសារធាតុគេមានដាក់ត្រាដាក់អីចឹងណាបាទវាយត្រាពីលើហ្នឹងមិនដឹងថាយើងវាយពីខាងណាខាងណីអញ្ចឹងយើងសម្រាប់នៅណាស្របច្បាប់អញ្ចឹងណាយើងមិនអាចសម្រាប់នៅក្នុងផ្ទះរបស់យើងបានទេហ្នឹងគេខាងពេទ្យសត្វក៏លើកឡើងអញ្ចឹងប៉ុន្តែប្រជាពលរដ្ឋលោកបានលើកឡើងថាទោះបីតែយ៉ាងណាក៏ដោយការខុសមិនបានយកទៅសម្រាប់នៅក្នុងទីសត្វធាតុហ្នឹងគឺដោយសារតែមានទំនាស់ជាមួយនឹងម្ចាស់ម្ចាស់ទីសត្វធាតុហ្នឹងដល់ឡែកលោកអភិបាលស្រុកវិញគាត់ឆ្លើយថាចំពោះរឿងនេះពេទ្យសត្វចុះទៅចាប់សាច់គោរបស់អាជីវករនោះគឺមិនបានដឹងនោះទេប៉ុន្តែលោកបានបញ្ជាក់ថាការចុះចាប់និងដកហូតយកទ្រព្យសម្បត្តិគេគឺពុំមានធ្វើលិខិតដកហូតបែបនេះគឺវាមិនត្រឹមត្រូវនោះទេវាខុសនឹងច្បាប់វិញតែលោករាជអាជ្ញារងលោកចុះទៅតែបាទលោករាជអាជ្ញារងដូចជាអានេះគេសុំយោបល់ទេដូចជាមិនបានចុះទេបានចុះទេបានចុះទេគឺខាងលោកកំសុទ្ធដែលជាអភិបាលស្រុកស្វាយជ្រុំលោកបានលើកឡើងថាការចុះទៅចាប់របស់មន្ត្រីសត្វឃាតនេះមន្ត្រីពេទ្យសត្វនេះគឺវាខុសនឹងច្បាប់វាអត់មានលិខិតអីត្រឹមត្រូវដើម្បីចុះទៅចាប់សាច់ជ្រូករបស់ប្រជាពលរដ្ឋហ្នឹងគាត់លើកឡើងអញ្ចឹងហ្នឹងវាជារឿងមួយថ្មីដែរយើងតាមដែរខាងលោកអភិបាលស្រុកលើកឡើងហើយនឹងប្រជាពលរដ្ឋលោកបានលើកឡើងហើយអ្វីដែលសំខាន់គឺខាងពេទ្យសត្វគាត់ថាខាងប្រជាពលរដ្ឋហ្នឹងគឺអត់បានគេថាចូលសម្រាប់យកសាច់គោអីសាច់ជ្រូកនេះទៅសម្រាប់នៅក្នុងទីសត្វឃាតទេហើយខាងអាជ្ញាធរគេតម្រូវឲ្យបងប្អូនប្រជាពលរដ្ឋរបស់យើងទៅយកជ្រូកនិងគោទាំងអស់យកទៅសម្រាប់នៅទីសត្វឃាតហ្នឹងប៉ុន្តែពិបាកខ្វែងគំនិតដោយសារតែម្ចាស់ហើយនឹងត្រូវគ្នាអញ្ចឹងពិបាករឿងអីពេលខ្លះរឿងតម្លៃថ្លៃពេកអញ្ចឹងឧទាហរណ៍ទេណាឧទាហរណ៍ទេបាទអរគុណអញ្ចឹងរឿងនេះគឺបើសិនជាមានការអនុញ្ញាតពីព្រះរាជអាជ្ញាស្ថាប័នអាយកាតុលាការមានគេសម្រាប់គេអាចចុះធ្វើកិច្ចការងារនេះបានប៉ុន្តែទោះបីយ៉ាងណាក៏ដោយការផ្ដល់ដំណឹងជាមុនអំពីការអនុវត្តវាជារឿងល្អដែរសម្រាប់បងប្អូនប្រជាពលរដ្ឋលោកអាចត្រៀមខ្លួនមិនត្រៀមខ្លួនលាក់ទុកទេដឹងអំពីដំណឹងថាក្នុងករណីណាដែលយើងធ្វើខុសអំពីបញ្ញត្តិរបស់ច្បាប់យើងនឹងប្រឈមមុខពីច្បាប់យើងអាចឈប់ធ្វើអញ្ចឹងណាគឺបន្ថែមថាមកហ្នឹងគឺសាច់ជ្រូកប្រហែលជាសាច់គោ15គីឡូសាច់ជ្រូក37គីឡូហ្នឹងគឺស្អុយអស់ហើយបាទស្អុយហើយឥឡូវកំពុងតែបន្តគ្នាយើងអត់ដឹងដែរច្បាស់ហើយគាត់ថាអានឹងរឿងនេះមួយទៀតករណីហ្នឹងមានច្រើនជារឿយៗនៅពេលដែលយើងចាប់ខាត់ទំនិញឬក៏របស់របរណាក៏ដោយឧទាហរណ៍កន្លែងសមត្ថកិច្ចអញ្ចឹងឧទាហរណ៍យើងចាប់របស់របរណាដែលអាចប្រឈមមុខនឹងស្អុយឬក៏នឹងខូចខាតយើងត្រូវរក្សាធ្វើម៉េចរក្សាទុកឲ្យបានល្អប្រសើរកុំឲ្យវាខូចខាតទំនិញរបស់គេបាទមួយទៀតឧទាហរណ៍ថារឿងអ្នកលក់តកអញ្ចឹងដឹក1ឡាន2ឡានអញ្ចឹងគាត់ដឹកខុសច្បាប់ចរាចរណ៍អញ្ចឹងណានគរបាលចរាចរណ៍នឹងចាប់ផាកគាត់អញ្ចឹងសួរថាតើត្រូវយកឡានដឹកតកហ្នឹងទាំងតកទៅទុកនៅការិយាល័យឬក៏យ៉ាងម៉េចតកទុកយូរមកលីអស់ហ្នឹងហើយអញ្ចឹងត្រូវយកតកត្រូវឲ្យគេយកតកហ្នឹងទៅលក់ដូរឬកត់ត្រាអីហោហាអញ្ចឹងណាឬក៏ទូធានាការណាកុំឲ្យលាយទៅអាហ្នឹងវាត្រូវតែអញ្ចឹងបាទកុំឲ្យខូចខាតរបស់គេប៉ុន្តែបងប្អូនប្រជាពលរដ្ឋការដែលសមត្ថកិច្ចលោក55ថាឲ្យបងប្អូនទៅកាប់នៅកន្លែងដែលគេបើកស្របច្បាប់នោះវាមានមូលហេតុច្រើនណាស់មូលហេតុទី1គឺពេទ្យសត្វគេអាចនឹងពិនិត្យថាតើជ្រូកគោនឹងមានជំងឺឬក៏អត់គេចង់ដឹងថាតើបរិមាណនៃការកាប់សរុបមួយខែពីរខែហ្នឹងអស់គោអស់ជ្រូកប្រមាណដែរណាហើយបន្តមកទៀតគេការពារអំពីបទល្មើសដែរបទល្មើសឧបមាថាយើងមិនធ្លាប់ឮថាបទល្មើសលួចប្រលះសាច់គោយកមកលក់ហ្នឹងហើយពីកពុកពីផ្សេងនោះមកបាទគេការពារចឹងដែរអាហ្នឹងការពារចឹងដែរប៉ុន្តែទោះបីយ៉ាងណាវិធានការដែលធ្វើចំពោះប្រជាពលរដ្ឋក៏ត្រូវតែស្របច្បាប់ដូចគ្នាបើខ្ញុំមិនចោទថាបងសមាជិកលោកធ្វើខុសច្បាប់ប្រជាពលរដ្ឋលោកខុសឬក៏ត្រូវយ៉ាងម៉េចទេគ្រាន់តែជាការវិញ្ញាជារួមត្រឡប់ទៅវិញដើម្បីដឹងហេតុដឹងផលជាមួយគ្នាទៅវិញទៅមកបន្តរឿងបន្តទៀតតរឿងខ្ញុំចូលទៅរឿងរដ្ឋបាលជលផលបាទរដ្ឋបាលជលផលបានបញ្ជូនខ្លួនជនសង្ស័យចំនួន3រូបទៅកាន់តុលាការ
ពីបទនេសាទដោយប្រើឧបករណ៍ឆក់បាទឆក់ត្រីបាទនៅខេត្តកោះចេះ បាទសមត្ថកិច្ចបាទតាមលោករដ្ឋបានរាយការណ៍ប្រាប់ថាសមត្ថកិច្ចបានឃាត់ខ្លួនជន3នាក់នៅក្នុងករណីប្រព្រឹត្តបទល្មើសនេសាទខុសច្បាប់ដោយឧបករណ៍ឆក់ហើយបានបញ្ជូនខ្លួនទៅកាន់សាលាដំបងខេត្តក្រចេះកាលពីថ្ងៃ20ម្សិលមិញនេះដោយចោទថាពីបទនេសាទខុសច្បាប់ហើយឃាត់ខ្លួនបានមួយថ្ងៃរួចមកហើយមន្ត្រីជលផលបានដឹងថាជនសង្ស័យទាំង3នាក់នេះគឺថាត្រូវបានចាប់ខ្លួនកាលពីថ្ងៃទី19កុម្ភៈក្រោយពីពួកគេទាំង3នាក់ហ្នឹងបានធ្វើសកម្មភាពនេសាទខុសច្បាប់ដោយប្រើឧបករណ៍ឆក់ត្រីនៅក្នុងអូមួយកន្លែងតាមផ្លូវចូលក្រុមហ៊ុនមួយចម្ងាយប្រហែលជា3គីឡូម៉ែត្រពីភូមិស្រែត្រែងឃុំក្បាលដំរីស្រុកសំបូរខេត្តកោះចេះបាទនាយរងរដ្ឋបាលជលផលខេត្តបានឲ្យដឹងថាជនសង្ស័យទាំង3នាក់នោះមួយមានឈ្មោះភួងមករាអាយុ36ឆ្នាំពីរសានស៊ីមអាយុ24ឆ្នាំបាទ30ក្មេងណាបាទមួយទៀតឈ្មោះងៀងយ៉ាងទៀងអាយុ50ឆ្នាំហើយអ្នកទាំង3នាក់នេះបច្ចុប្បន្នស្នាក់នៅភូមិឃុំកើតហេតុខាងលើនេះបាទអញ្ចឹងទុកជូនខាងលោកសមត្ថកិច្ចជាពិសេសគឺតុលាការដែលបានទទួលអ្នកទាំង3នាក់ហ្នឹងគឺថាពិនិត្យមើលអំពីភ័ស្តុតាងផ្សេងហើយអាចដាក់បន្ទុកទៅតាមផ្លូវច្បាប់ផ្លូវទម្លាប់ទេហើយបើយោងតាមមាត្រា98វគ្គខណ្ឌទី4នៃច្បាប់ស្តីពីជលផលគឺថាអាចនឹងប្រឈមមុខនឹងការដាក់ទោសដាក់ទណ្ឌពី3ទៅ5ឆ្នាំហើយវត្ថុតាងនោះគឺត្រូវរឹបអូសជាសម្បត្តិរបស់រដ្ឋហើយមិនអាចយកទៅធ្វើជាសម្បត្តិឯកជនទេហើយនឹងអាចបំផ្លាញចោលអីចឹងជាដើមណាបើទោះបីយ៉ាងណាទុកជូនសមាជិកតុលាការទេអ្នកពិចារណាគេហៅថាឆន្ទានុសិទ្ធិបាទស្របតាមច្បាប់ផងអរគុណលោកបុត្រាឥឡូវខ្ញុំបន្ថែមមួយឬក៏យ៉ាងម៉េចឥឡូវសម្រាប់សិនចាំតិចទៀតយើងខ្ញុំនឹងជម្រាបជូនព័ត៌មានអំពីប្រមុខរាជរដ្ឋាភិបាលលោកដាក់បញ្ជាឲ្យបញ្ឈប់ការយកសេវាសាធារណៈលើសពីការកំណត់របស់ច្បាប់ឧទាហរណ៍ដូចជាសបុតស្នាមអីចឹងណាហើយនឹងឲ្យធ្វើឲ្យត្រឹមត្រូវទៅតាមការកំណត់ឲ្យឆាប់រហ័សជូនដល់ប្រជាពលរដ្ឋហើយមួយទៀតនោះលោកពមៀនដល់គេហៅថាម្ចាស់ផ្សារឬក៏តកែផ្សារណាដែលបណ្តែតបណ្ដោយឲ្យមានការយកសេវាថ្លៃកង់ម៉ូតូណាសបុតដាក់200យក500 1000អីហ្នឹងគឺថាត្រូវប្រឈប់បើមិនប្រឈប់ទៅចាប់ខ្លួនម្ចាស់ផ្សារហ្មងហើយលោកមានភាសាអញ្ចឹងបាទអញ្ចឹងតិចទៀតបាទសូមអនុញ្ញាតសម្រាប់បន្តិចសិនបងប្អូនបាទ